อันนี้ในក្នុងព្រៃហើយចាំខ្ញុំនាំបងប្អូនទៅមើលកន្លែងមួយដែលមនុស្សលោកយើងចង់ឈ្នះចង់ចាញ់គ្នាដោយប្រើមន្តវិជ្ជាមន្តអាគមដើម្បីយកឈ្នះយកចាញ់គ្នាហើយជីវិតមនុស្សយើងម្នាក់គឺគិតថារស់នៅបានសេចក្តីសុខស្តីស្បាយដោយការមិនបំពេញអ្នកដទៃប៉ុន្តែអ្វីដែលយើងគិតមិនដល់គឺមានគេចង់បំពេញយើងក្នុងអកកណីអីមួយដូចជាអំពើផ្លូវក្នុងឬផ្លូវងឹតអីចឹងជាដើមដែលបរមបារាណនៃលោកបានឲ្យថាគឺជាផ្លូវងឹតផ្លូវធ្មប់អាបហ្នឹងគឺចង់ចាញ់ចង់ឈ្នះគ្នាដោយសារតែការច្រណែនគ្រានពៀនឃើញគេរកស៊ីមានបានឬក៏មិនហ្នឹងគាត់ចំណែនគាត់មានប្រើផ្លូវក្នុងដើម្បីឲ្យផ្លូវក្នុងហ្នឹងទៅបំពេញអ្នកដែលគាត់ចំណែនហ្នឹងឲ្យឈឺកាត់គ្រុនងារដើម្បីអស់លុយអស់អីពីខ្លួនព្រោះឃើញគេរកស៊ីមានបានអីចឹងគាត់មិនសូវជាពេញចិត្តបាទឥឡូវបងប្អូនមើលនេះគឺជាការធ្វើអំពើផ្លូវងងឹតមួយដែលចង់ឈ្នះចង់ចាញ់គ្នាបានដឹងថាបានអីមកវិញបាទនេះគឺជាការធ្វើរបស់ពួកគាត់ខ្ញុំដឹងថាគេធ្វើមិនអីមិនទេតែមើលតាមសកម្មភាពបងប្អូនណាវាមានជើងធូបគាត់ចងធ្វើដូចជាស្អីចឹងគាត់មានជើងធូបដោតធូបដោតអីបាទមានកកក្របស្ករអីក៏ដូចជាកំប៉ុងសាកំប៉ុងទឹកក្រូចធូបទៀនអីចឹងជាដើមនេះគឺជាដែលយើងហៅថាចង់ឈ្នះចង់ចាញ់គ្នាជីវិតមនុស្សយើងម្នាក់បាទគឺតែងតែជួបនៅរឿងមួយដែលយើងនឹកស្មានមកដល់ណាបុគ្គលម្នាក់ដែលគាត់ចង់រកស៊ីមានបានហ្នឹងទៅមានអ្នកចំណែនអ្នកឆ្លៀនពៀនគាត់ដោយប្រការណាមួយហ្នឹងគាត់មានចេះអំពើផ្លូវក្នុងគាត់ចាប់ដើមធ្វើដើម្បីឲ្យបុគ្គលនោះឈឺស្កាត់គ្រុនងារមើលទៅអស់លុយអស់ថវិកាអស់អីពីខ្លួនអញ្ចឹងហើយមិនដឹងថាធ្វើអញ្ចឹងឲ្យបានទទួលផលអ្វីមកវិញវាអាចនឹងប៉ះពាល់ដល់ខ្លួនយើងដែលជាអ្នកសាងហ្នឹងក៏អាចថាបានបាទយល់ល្អបងប្អូនកុំទៅបំពេញគេបាទគេខំប្រឹងរកស៊ីគេច្បាស់ជាមានហើយបើយើងអត់ប្រឹងយើងគិតតែចំណែនគ្លៀនពៀនគេយើងច្បាស់ជាជួបនៅរឿងវិបត្តិអីមួយតែធ្វើឲ្យយើងវិនិច្ឆ័យដោយសារតែខ្លួនយើងហ្នឹងចំណែនគ្លៀនពៀនអ្នកដទៃនេះគឺជាអ្វីដែលយើងបានឃើញណាបងប្អូនមើលទាំងអស់គ្នាមើលជាក់ខ្ញុំអត់ដឹងថាគេធ្វើអីទេយើងអត់មានចេះអីខាងផ្លូវងឹតយើងបានត្រឹមតែឃើញណាបាននៅក្នុងព្រៃគឺនៅក្នុងព្រៃតែម្ដងព្រៃក្នុងព្រៃស្ងាត់ឈឹងហ្មងបាទគឺមានបាទក្នុងព្រៃសុទ្ធបាទគឺឃើញខ្ញុំដើរកាប់ហ្នឹងគឺបានប្រទះឃើញខ្ញុំក៏បានដែរថតតែជូនបងគ្នាមើលទាំងអស់គ្នាថានេះគឺជាអ្វីដែលគេធ្វើដើម្បីអីគេធ្វើដើម្បីអ្វីគេធ្វើយ៉ាងណាយ៉ាងណាពួកយើងអត់ចេះយើងបានត្រឹមតែឃើញហើយនេះបងប្អូនណាគាត់ចេះគាត់យល់គាត់ឃើញលោកគ្រូអ្នកគ្រូដែលរៀនមន្តអាគមហើយគាត់ឃើញគាត់អាចជួយប្រាប់ដល់កូនចៅចំនួនក្រោយថាហ្នឹងគេធ្វើមិនគេធ្វើអីសាងកម្មវិធីអីឬក៏មិនក៏អំពើផ្លូវក្នុងផ្លូវអីមិននេះមានកំប៉ុងស្រាបៀរមានធូបមានទៀនមានទឹកក្រូចមានស្ករគ្រាប់ដើម្បីដាក់នៅទីនេះហើយក៏មានចងធ្វើដូចជារូបមនុស្សរូបជាពីមគេមិនដាក់ដោតធូបដូចអីពីលើបាទមើលចំហើយយើងសូមកម្មាទោសជាស្រ័យដល់ចាស់ទឹកដីនៅទីនេះផងបើសិនជាកូនចៅនិយាយប៉ះពាល់ក៏ដូចជាថតវីដេអូប៉ះពាល់អីនេះក៏សូមអធិស្ឋានបាទសូមកម្មាទោសចាស់ទឹកដីទីនេះកូនចៅក៏ចង់ដឹងថានេះគេធ្វើអីបាទគេធ្វើយ៉ាងម៉េចគេធ្វើយ៉ាងណាបាទសូមលោកគ្រូអ្នកគ្រូដែលគាត់រៀនមន្តអាគមគេថាណាបើគាត់បានឃើញគាត់ជួយណែនាំជួយបញ្យល់ខ្ញុំផងព្រោះខ្ញុំអត់ដឹងថានេះគឺជាអ្វីគឺយើងដើរមកប៉ះក្នុងព្រៃឃើញតែម្ដងបាទក្នុងព្រៃស្ងាត់ស្រាប់តែឃើញសកម្មភាពនេះគឺយូរហើយគឺស្លាប់វានឹងងាប់អស់ហើយនេះយូរហើយមិនទៅថ្មីថ្មងទេគឺដឹងថាមានអីឬអត់នៅទីនេះអញ្ចឹងយើងអត់ហ៊ានអាចនៅយូរបានទេនេះខ្លាចប៉ះដល់យើងព្រោះយើងអត់ដឹងអីយើងគួរតែឃើញអញ្ចឹងយើងសូមកម្មាទោសគេបាទសូមកម្មាទោសគឺមានដើមឈើនៅពីក្រោមពីលើមួយអញ្ចឹងគេដាក់នៅពីក្រោមទៅនេះ
bà cái miền đợt thụp cái miền là sò crop cái miền bông xa bông tực rồi những kê chẳng bà miền thụp miền tiên là tí này nó hai cái đồng thạch cái thôi ấy dương ắt đằng bà hai chân cô ở điền nơi du tê mà buồn bà nhưng mà điền nơi du đại thế bây giờ màu tầm này giống dương và phải nhập tranh tí này là vì ai năng chắc tận chợ đấy được cô cái khăn dương cái ở bên chật dương cái ai và cái phần năng này bà con